បន្ទាប់គឺសន្ធិយើងរៀនវីដេអូមុនយើងបានចប់ហើយនៅអក្ខរៈឥឡូវយើងចូលមកដល់សន្ធិវិធីតបទតអក្ខរៈភ្ជាប់ជាមួយនឹងអក្ខរៈហៅថាសន្ធិសន្ធិនោះសំដែងដោយលក្ខណៈមានពីរយ៉ាងគឺមួយតស័ព្ទដែលមានវិភ័តភ្ជាប់ជាមួយនឹងស័ព្ទដែលមានវិភ័តដូចគ្នាឧទាហរណ៍ចត្តារោនិងឥមេតភ្ជាប់ជាចត្តារោមេ2តស័ព្ទដែលលុបវិភ័តចេញខ្លះតាមវិធីសមាសឧទាហរណ៍កតៈបុនឹងឧបការោជាតភ្ជាប់ជាកតោឧបការោសន្ធិសំដែងដោយឈ្មោះដែលជាប្រធាននៃវិធីតមាន3យ៉ាងមានសារៈសន្ធិតដោយស្រៈព្យញ្ជនសន្ធិតដោយព្យញ្ជននិកហិតសន្ធិតដោយនិកហិតហើយសន្ធិកិរិយាបករនោះមាន8យ៉ាងលោបោនឹងលុបគឺលុបបំបត្តិតួអក្សរចេញអតិសោទេគឺផ្លាស់តួអក្សរអកម្មូចុះអាគមគឺចុះតួអក្សរថែមវិការៈគឺធ្វើស្រៈឲ្យផ្លែចាក់រូបដើម5បកតិគឺធ្វើឲ្យគង់រូបនៅនេះដែរ6ទីខូទីខៈគឺធ្វើស្រៈវែងឲ្យជាស្រៈខ្លី8សញ្យោគូសញ្យោគឺ8សញ្យោ7រសោរសៈគឺធ្វើស្រៈវែងជាស្រៈខ្លី8សញ្យោគូសញ្យោគឺតម្រួតួព្យញ្ជនៈហើយយើងមកមើលនេះវិញសន្ធិក្នុងសន្ធិហ្នឹងគឺមិញយើងថាវិធីតបតអក្ខរៈភ្ជាប់ជាមួយនឹងអក្ខរៈហៅថាសន្ធិហើយវិកហៈរបស់សន្ធិមានដូចជាធ្វិនណាំងបទាណាំងអន្តរាំងអតិសិទ្ធវាសមាធិយតិតិសន្ធិប្រែថាវិធីណាគឺបុគ្គលរមែងតភ្ជាប់យ៉ាងត្រឹមត្រូវព្រោះមិនឲ្យឃើញនៅចន្លោះនៃបទទាំងពីរព្រោះហេតុនោះវិធីនោះឈ្មោះថាសន្ធិដូចយើងអានមិញអញ្ចឹងមាន2យ៉ាងហ្នឹងតស័ព្ទដែលមានវិភ័តភ្ជាប់ជាមួយនឹងស័ព្ទដែលមានវិភ័តដូចគ្នាតស័ព្ទដែលលុបវិភ័តចេញខ្លះហើយសន្ធិសំដែងដោយឈ្មោះមាន3យ៉ាងសារៈសន្ធិតដោយស្រៈព្យញ្ជនសន្ធិតដោយព្យញ្ជននិកហិតសន្ធិតដោយនិកហិតយើងមកមើលសន្ធិកិរិយាបករសន្ធិកិរិយាបករមួយលោបោលុបបំបត្តិតួអក្សរមាន3យ៉ាងលុបស្រៈលុបព្យញ្ជនលុបនិកហិតនឹងស្ថិតនៅក្នុងការលុបស្ថិតនៅក្នុងលោបោទី2អទេសោការផ្លាស់តួអក្សរមាន3ធ្វើស្រៈជាព្យញ្ជនធ្វើព្យញ្ជនជាព្យញ្ជនរូបផ្សេងទៀតធ្វើនិកហិតទៅជាព្យញ្ជនក៏មកចុះអាគមមាន3ចុះស្រៈថែមចុះព្យញ្ជនថែមចុះនិកហិតថែមទី4វិការោផ្លាស់ស្រៈឲ្យផ្លែចាក់រូបដើមផ្លាស់ស្រៈអ៊ីស្រៈអ៊ីនៅខាងដើមឬអេនៅខាងចុងនិងផ្លាស់ឧខាងដើមឬអោខាងចុងបកតិគឺធ្វើរូបឲ្យនៅដដែលអត់មានផ្លាស់រូបតណាទេគឺរូបវាមិនមកចឹង6ទីខូធ្វើស្រៈខ្លីឲ្យជាស្រៈវែងមាន3ផ្លាស់អជាអ៊ីជាអ៊ីឧជាឧរសោ7រសោធ្វើស្រៈវែងជាស្រៈខ្លីមាន3ដែរអាទៅជាអ៊ីទៅជាអ៊ីឧទៅជាឧ8សញ្យោគោតម្រួតព្យញ្ជន
ហើយសារៈសន្ធិហ្នឹងមាន7យើងដកតាសញ្ញូគូមួយចេញទេនេះសន្ធិកិរិយាបកយើងមាន8អញ្ចឹងយើងដកតែសញ្ញូគូមួយចេញហៅថាសារៈសន្ធិឯងសារៈសន្ធិការតស្រៈឬវិធីតស្រៈមានកិរិយាបក7មានលូបអតិសអកមោវិការោបកតិទីគូរាសោស្រៈលូបសន្ធិមាន2នេះមានពពៈស្រៈលូបសន្ធិតដោយលុបស្រៈខាងដើមភ្ជាប់នឹងស្រៈខាងចុងហេតុអីបានដាក់សញ្ញាបូកដោយសារយើងដាក់ចឹងទៅដើម្បីងាយស្រួលក្នុងការកាត់បត់នេះពពៈហ្នឹងគេប្រែថាខាងដើមតទៅពេលស្រៈហ្នឹងប្រែថាស្រៈលុបហ្នឹងមានន័យថាលុបសន្ធិភេទការតភ្ជាប់ចឹងតដោយលុបស្រៈខាងដើមភ្ជាប់នឹងស្រៈខាងចុងទៅពេលទី2បរៈខាងចុងស្រៈលុបលុបសន្ធិតភ្ជាប់ដោយលុបស្រៈខាងចុងភ្ជាប់នឹងស្រៈខាងដើមនេះគេបញ្ជាក់ទៀតថាពពៈភេទខាងដើមទៅពេលបរៈខាងចុងស្រៈលុបលុបសន្ធិការតភ្ជាប់มันមានអីច្រើនទេអាហ្នឹងយើងមកមើលពីនិយមន័យឬក៏វិធីណាមួយដើម្បីចងចាំក្នុងការពពៈសិលុបសន្ធិក្នុងការកាត់បត់នេះវិធីតពពៈសារៈលុបសន្ធិមានអក្សរកាត់ពុចុចលៈចុចស្រៈ8ខាងដើមហ្នឹងយើងរៀនហើយតាំងពីអក្ខរៈមកមានស្រៈអអាអ៊ីអ៊ីឧអ៊ូអេអោ8តួហ្នឹងស្រៈខាងដើមហើយគេដាក់សញ្ញាបូកយើងចំណាមើលកាត់បត់សន្ធិយើងមើលតាគិជាប់សញ្ញាបូកនេះមានតែស្រៈខាងដើមសញ្ញាបូកនៅជាប់គ្នាហ្នឹងគឺនៅខាងដើមនិងខាងចុងអត់ទៅមើលណាឆ្ងាយពីសញ្ញាបូកទេអញ្ចឹងអានេះគេថាស្រៈ8ខាងដើមទីខៈចុងហើយគេឲ្យលុបដើមទៀតទីខៈចុងលុបដើមតែពិតនៅក្នុងសៀវភៅមានច្រើនប៉ុន្តែគាត់ថាយើងសរសេរមកដើម្បីឲ្យសង្ខេបឲ្យងាយស្រួលនេះនេះវិធីតពពៈលុបសន្ធិស្រៈខាងដើមជារសៈឬទីខៈស្រៈខាងចុងនៅមកព្យញ្ជនៈសញ្ញូឬទីខៈនោះត្រូវលុបដើមយសៈនិងអន្ត្រីយានិជាយសិន្ទ្រយានិអញ្ចឹងយើងមើលនេះរៀងពិបាកអត់សូវងាយចាំទេយល់អញ្ចឹងយើងមកមើលអានេះដើម្បីងាយស្រួលស្រៈ8ខាងដើមហ្នឹងយើងអត់ប្រកាសថាស្រៈទីខៈឬក៏ស្រៈរសៈអីសំខាន់ឲ្យតែស្រៈ8ខាងដើមខ្លាយតែលើស8ដែរស្រៈ8ខាងដើមបូកនឹងទីខៈស្រៈខាងចុងលុបស្រៈខាងដើមបើសិនបើអត់ទាន់ច្បាស់ស្រៈទីខៈស្រៈរសៈទេយើងអាចទៅមើលវីដេអូចាស់បានអក្ខរៈស្រៈ8ខាងដើមហ្នឹងគឺយើងបូកទីខៈ5រសៈ3អញ្ចឹងគេថាស្រៈ8ខាងដើមបូកទីខៈចុងលុបដើមស្រៈ8ខាងដើមអ៊ីធៈបូកនឹងអកតោអញ្ចឹងខាងដើមនេះគឺស្រៈអវាជាស្រៈរសៈមែនអត់វាជាស្រៈរសៈអញ្ចឹងវានៅក្នុងប្រាប់ហើយថាធ្លាប់ប្រាប់តាំងពីវីដេអូមុនថាគ្រប់ព្យញ្ជនៈគឺវាមានអក្សរអនៅក្នុងហ្នឹងអបើសិនបើវាអត់មានអទេគឺវាមានសញ្ញាវិរាមៈនៅខាងលើនៅលើក្បាលឬក៏ហៅថាបន្ទាត់ហ្នឹងងាយស្រួលអ៊ីធៈបូកនឹងអកតោអញ្ចឹងគេឲ្យស្រៈ8ដើមទីខៈចុងលុបដើមអញ្ចឹងគេឲ្យលុបអនៅខាងដើមអរបស់ធៈហ្នឹងគេលុបដើមអញ្ចឹងអានេះវាអាស្រ័យវារត់អាស្រ័យជាមួយនឹងធៈនេះទៅបានទៅជាអ៊ីធាកតោឈ្មោះថាពពៈស្រៈលូបសន្ធិទៅពេលអានេះ
a សោបូកនឹង a វគ្គ a សោបូកនឹង a វគ្គជាបាន a សេវគ្គហើយđâyបាន a សេវគ្គដោយសារនេះស្រៈ8ដើមទីខៈចុងលុបដើមទីខៈចុងលុបដើមស្រៈអហ្នឹងគេឲ្យលុបចោលនេះស្ថិតនៅក្នុងស្រៈ8ខាងដើមវាជាស្រៈទីខៈស្រៈរសៈហ្នឹងស្រៈ8ខាងដើមហ្នឹងគេឲ្យលុបស្រៈហ្នឹងចោលហើយអា a នេះវាអត់មានវិធីផ្លាស់វាទេអញ្ចឹងអា a ហ្នឹងវារត់មកអាស្រ័យដល់ខ្លួនឯងវិញអញ្ចឹងបានទៅជា a សេវគ្គឈ្មោះថាពុព្វសលុបសន្ធិទៅពេលចៈបូកនឹង a វគ្គជា j វគ្គអញ្ចឹងគេលុបនៅក្នុងចៈនឹងចោលបានអា a នេះវារត់មកអាស្រ័យជាមួយនឹងចៈនឹងបានទៅជា j វគ្គឈ្មោះថាពុព្វស្រៈលុបសន្ធិទី2ស្រៈ8ដើមមានព្យញ្ជនៈមានស្រៈមុខព្យញ្ជនៈសញ្យោគឃើញអានេះមានស្រៈនៅមុខព្យញ្ជនៈសញ្យោគព្យញ្ជនៈសញ្យោគនោះមានន័យថាព្យញ្ជនៈដែលតម្រួតគ្នាស្រៈអ៊ីហ្នឹងវាជានៅខាងមុខព្យញ្ជនៈសញ្យោគនឹងឯងយសៈនិងឥន្ទ្រីយនិជាយសិន្ទ្រីយនិអញ្ចឹងគេថាម៉េចថាស្រៈ8ដើមមានស្រៈណាមួយនៅមុខព្យញ្ជនៈសញ្យោគលុបដើមយសៈនិងឥន្ទ្រីយនិអញ្ចឹងនេះស្រៈ8ខាងដើមសហ្នឹងគឺវាមានអនៅក្នុងហ្នឹងអញ្ចឹងគេលុបអនឹងទៅហើយអាអ៊ីនេះវាមកអាស្រ័យជាមួយនឹងសជាងសហ្នឹងបានទៅជាយសិន្ទ្រីយនិឈ្មោះថាពុព្វស្រៈលុបសន្ធិសទ្ធានិងឥទ្ធិជាសន្ធិធៈយើងលុបអារបស់ធានឹងចោលកាលណាយើងលុបហើយយើងត្រូវដាក់ឈ្មោះនេះលុបអាហ្នឹងគឺថាពុព្វស្រៈលុបសន្ធិពុព្វហ្នឹងមានន័យថាម៉េចនេះពុព្វខាងដើមអញ្ចឹងមានន័យថាលុបស្រៈខាងដើមលុបស្រៈខាងដើមជាបានទៅជាសន្តិនត្រយ៉ាងឈ្មោះថាពុព្វលុបសន្ធិអានេះជាយៈជាយោនឹងបូកនឹងអសុជាយោនឹងអសុអញ្ចឹងបានទៅជាយសុអានេះគេលុបអរបស់យោនឹងគេលុបចោលហើយអរបស់អសុនេះវាមកអាស្រ័យជាមួយនឹងយៈនឹងបានទៅជាយសុឈ្មោះថាពុព្វលុបសន្ធិអានេះយើងអត់មានអីប្របាក់ទេអូអានេះទីខៈរសៈស្រៈរសៈបូកនឹងស្រៈរសៈមានរូបស្មើគ្នាលុបលុបដើមទីខៈចុងអញ្ចឹងគេឲ្យលុបខាងដើមនេះលុបអរបស់តត្រៈហ្នឹងគេឲ្យលុបចោលហើយអនៅខាងចុងនេះគេថាម៉េចទីខៈចុងនេះលុបដើមទីខៈចុងអញ្ចឹងយើងលុបអរបស់តត្រៈហ្នឹងចោលហើយគេឲ្យទីខៈអនេះទៅជាបានទៅជាតត្រាយ៉ាងតែពេលយើងលុបអរបស់តត្រៈហ្នឹងឈ្មោះថាពុព្វស្រៈលុបសន្ធិតែពេលផ្លាស់អហ្នឹងទៅជាបានទៅជាបរតិខៈសន្ធិហេតុអីបានគេដាក់បរៈនេះដោយសារយើងរៀនអត់ដល់ទេបរៈហ្នឹងយើងចាំទៅនេះបរៈខាងចុងតែពេលទីខៈនេះមានន័យថាផ្លាស់វាអទៅជាអ៊ីទៅជាអ៊ីឧទៅជាអ៊ូអញ្ចឹងទៅវិជ្ជតិបូកនៃតិជាវិជ្ជតិតិអញ្ចឹងគេលុបអ៊ីរបស់តិនឹងចោលឈ្មោះថាពុព្វស្រៈលុបសន្ធិទៅពេលអ៊ីនៅខាងចុងនេះគេឲ្យទីខៈអ៊ីទៅជាអ៊ីអញ្ចឹងបានទៅជាប្រតិខៈសន្ធិអានេះពហុនិងឧបការោជាពហុបការោគេលុបឧរបស់ហុនឹងចោលឈ្មោះថាពុព្វស្រៈលុបសន្ធិហើយអាឧនៅខាងចុងនេះគេឲ្យទីខៈនេះឧខាងចុង
លបដើមទីខៈចុងអឧនេះទៅជាឧអញ្ចឹងឈ្មោះថាប្រតិខៈសន្ធិតែពិតយើងអានេះគ្រាន់តែវាជាចំណុចចំណាំសម្គាល់របស់ពពសិលបសន្ធិដើម្បីងាយស្រួលក្នុងការកាត់បត់អញ្ចឹងអានេះយើងរៀនធ្វើមើលខ្លួនឯងទៅដើម្បីឲ្យងាយឆាប់ចាំឆាប់យល់ក្នុងមេរៀនហ្នឹងហើយនេះជាលំហាត់អនុវត្តនេះយើងធ្វើជាកិច្ចការដើម្បីចងចាំក្នុងមេរៀនថ្ងៃហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងចាំរងចាំនៅវីដេអូខាងក្រោយជាបន្តទៀត